បើកក្បាលវីដេអូដំបូងបញ្ញាអារម្មណ៍បងប្អូនញ៉ាំក្តាប់ពងឲ្យបងប្អូនមើលឲ្យមានអារម្មណ៍ថាស្រាវទឹកមាត់អីចឹងណាតែការពិតដល់ឆ្ងាញ់មែនអត់មានសម្ដែងទេជាតិយកគ្នាមកដោយសារតែក្តាប់ពងមកប្រភេទនេះវាអត់សូវជូរម៉ាទេអញ្ចឹងខ្ញុំអត់សូវប្រើអំបិលច្រើនម៉ាអញ្ចឹងណាបើពងដែលជូរខ្លាំងអាហ្នឹងយើងត្រូវប្រើអំបិលលេងច្រើនបន្តិចពេលចឹងខ្ញុំដាក់អំបិលទៅវាសមល្មមជាមួយនឹងអាប្រភេទពងដែលមានជាតិផ្អែមហ្នឹងអញ្ចឹងនិយាយពីថាពេលធ្វើហើយនឹងរសជាតិវាឆ្ងាញ់ល្មមអញ្ចឹងមុននឹងបានក្តាប់ពងមកធ្វើជ្រក់ខ្ញុំត្រូវទៅបេះក្តាប់ពងសិនហើយបងប្អូនដែលឧស្សាហ៍បានមើលវីដេអូខ្ញុំគឺដឹងហើយពងមួយដើមនេះគឺខ្ញុំមកបេះច្រើនដងមែនតើហើយបញ្ជាក់មិនមែនពងខ្លួនឯងទេគឺពងអ្នកជិតខាងហើយឲ្យទៅសុំពងគាត់លើកណាដឹងទៅគាត់ថាយកទៅបេះទៅស្រឡាញ់ប៉ុណ្ណាបេះប៉ុណ្ណឹងទៅលើកនេះខ្ញុំមកបេះដូចជាលើកទី3ទី4ហើយគ្រាន់ថាពីមុនខ្ញុំអត់បេះច្រើនអញ្ចឹងណាតែលើកនេះឃើញល្អនឹកឃើញថាចង់ធ្វើជ្រក់ផងអញ្ចឹងហើយក៏បេះរៀងច្រើនជាងរាល់ដងហើយបន្ទាប់ពីវីដេអូនេះទៅប្រហែលជាត្រូវទៅសុំប៉មមកផ្ទះទៀតប៉មគាត់ក៏ឆ្ងាញ់ដែរខ្ញុំចេះដើរភ្លក់ប៉មគេផ្ទះនេះផ្ទះនោះអញ្ចឹងណាព្រោះដោយសារនៅនេះផ្លាយវាច្រើនពេកអញ្ចឹងអត់ដឹងយកទៅណាមានតែចែកគ្នានឹងឯងបានយើងទៅសុំគេអញ្ចឹងគេសប្បាយចិត្តទៀតដោយសារតែវាផ្លាយច្រើនពេកវាជ្រុះគោនៅក្រោមដើមពិបាកសម្អាតអីចឹងហើយនិយាយមែនអាពេលទៅបេះហ្នឹងនៅនឹងដើមហ្នឹងក៏ញ៉ាំអស់ច្រើនដែរព្រោះអាពេលទៅបេះហ្នឹងគឺខ្ញុំបុកអំបិលម្ទេសទៅត្រៀមស្រាច់ហ្មងមិនធម្មតាណាបងប្អូនទៅបេះប៉មគេហើយបុកអំបិលម្ទេសទៅញ៉ាំនៅក្រោមដើមគេទៀតហើយទៅហ្នឹងមានកូនខ្ញុំជាមួយនឹងមិត្តភ័ក្តិគាត់ដែរល្ងាចឡើងដឹងថាគាត់មក9ដើរហើយអញ្ចឹងក៏ឆ្លៀតពេលទៅបេះប៉មហើយបានឡើងមកស្បោងធំពេលមកដល់ទេខ្ញុំចាប់ផ្ដើមដាំទឹកធ្វើទឹកអំបិលសម្រាប់ត្រាំប៉មអញ្ចឹងហើយសម្រាប់ការធ្វើជ្រក់ក្តាប់ប៉មនេះគឺជាលើកទី1របស់ខ្ញុំហើយខ្ញុំក៏អត់បានវាល់ទឹកអីឲ្យត្រឹមត្រូវដែរខ្ញុំដាក់ស្មានយកដែរទេអញ្ចឹងមុនដំបូងខ្ញុំដាក់ដាំទឹកហើយដាក់អំបិលកន្លះកូនចានស្ករសប្រហែលជា3ស្លាបព្រាបន្ទាប់ពីអំបិលហើយនឹងស្ករលាយហើយខ្ញុំចាប់ផ្ដើមដាក់ទឹកខ្មេះចូលមកវិញតាមពិតទៅគេប្រើទឹកខ្មេះសម្រាប់ត្រាំប៉មប៉ុន្តែខ្ញុំអត់មានចឹងខ្ញុំប្រើទឹកខ្មេះដែលយើងយកធ្វើម្ហូបហ្នឹងព្រោះទឹកខ្មេះវាជួយឲ្យប៉មហ្នឹងស្រួយល្អអញ្ចឹងបន្ទាប់ពីខ្ញុំដាំទឹកសម្រាប់ត្រាំប៉មហើយខ្ញុំទុកវាមួយឡែកសិនហើយខ្ញុំមកលាងជាមួយនឹងប៉មរបស់យើងហ្នឹងលាងសម្រាប់បានស្អាតហើយខ្ញុំចាប់ផ្ដើមរៀបចូលក្នុងកែវមួយកែវរាងធំដែរណាបងប្អូនហើយកែវហ្នឹងគឺខ្ញុំលាងសម្រាប់ជូតវាស្អាតហើយអញ្ចឹងបន្ទាប់ពីខ្ញុំចាប់ផ្ដើមរៀបប៉មចូលបានពេញអស់ហើយខ្ញុំយកទឹកក្តៅដែលខ្ញុំបានលាយមួយអំបិលមិញហ្នឹងយកមកចាក់ចូលចំពោះក្តាប់ប៉មនេះគឺខ្ញុំអត់ប្រើទឹកក្តៅកំពុងតពុះចាក់ឯណាបងប្អូនខ្ញុំប្រើទឹករៀងអ៊ុនហើយវារៀងចុះត្រជាក់ចឹងហើយនេះជាលើកទី1របស់ខ្ញុំអញ្ចឹងហើយខ្ញុំអត់ហ៊ានចាក់ទឹកក្តៅកំពុងតពុះចូលទេមួយទៀតខ្ញុំប្រើទឹកខ្មេះសម្រាប់ជួយឲ្យប៉មស្រួយចឹងហើយខ្ញុំប្រើទឹកក្តៅអ៊ុនចឹងណាបងប្អូនហើយខ្ញុំត្រាំចំនួន3ថ្ងៃគិតទៅចាប់ពីល្ងាចថ្ងៃច័ន្ទព្រោះថ្ងៃច័ន្ទខ្ញុំអត់ធ្វើការខ្ញុំត្រាំពីល្ងាចថ្ងៃច័ន្ទហើយមកដល់ថ្ងៃនេះថ្ងៃពហុគឺវាពេញ3ថ្ងៃណាបងប្អូនវាជូរល្មមណាមួយនៅនេះឥឡូវខែក្តៅចឹងវាអាចជូរលឿនចឹងហើយបើសិនជាបងប្អូនចង់ញ៉ាំរសជាតិរៀងផ្អែមជាងនឹងឬក៏រៀងប្រៃជាងនឹងអាចក្លុកអំបិលម្ទេសបានឬក៏បើអត់ចេះហឹរទេអាចក្លុកតែស្ករថែមគ្រឿងតិចតួចអីទៅបានប្តីខ្ញុំមានអាស្ទាយកវែងអំបិលម្ទេសឲ្យប្រពន្ធអីចឹងអញ្ចឹងវីដេអូរបៀបធ្វើជ្រក់ក្តាប់ប៉មរបស់ខ្ញុំមានប៉ុណ្ណឹងបើបងប្អូនមានវិធីធ្វើមិនឲ្យប៉មស្រួយឆ្ងាញ់ជាងនឹងទៀតបងប្អូនចាំជួយខមមិនប្រាប់ខ្ញុំផងអរគុណ